ឥឡូវយើងបន្តទស្សនានៅជើងទី2ជាបន្តមកហើយអស់សុំទោសគូទីបន្ទាប់គូទី32នារីឧត្តមបាទនារីឧត្តមតែទៅខាងក្នុងមកពីសូកងកំពង់ចាមកងមាសហើយចំណែកឯខាងក្រៅនេះកោះស្ទឹងណែបាទក្នុងស្រុកសេនាធិបតីបារមីតេជោកំពង់ចាមដូចគ្នាម្នាក់នៅកោះស្ទឹងម្នាក់នៅសូកងបាទឥឡូវយើងចាំមើលលេងគ្នាយ៉ាងម៉េចដែរឥឡូវមកឲ្យលបឿនកំពុងតែមកហើយអ្នកផងមាសជាមួយអ្នកកោះស្ទឹងបាក់គ្នាអត់អីទេនឹងផងមាសបាទគឺជាប់គ្នាហ្នឹងបាទតាមដីនៅក្បែរបាក់គ្នាមាត់លេហ្នឹងសម្រាប់បងប្អូនខេត្តកំពង់ចាមបាទឥឡូវនារីឧត្តមនេះឯកសណ្ឋានពណ៌លឿងរៀងគេថាចាក់ទៀតតិចណាចុងចង្វាពណ៌សចំណែកឯខាងបាទភ្នំស្រុកសេនាធិបតីបារមីតេជោឯណោះឯកសណ្ឋានពណ៌រៀងខ្ចីបន្តិចចុងចង្វានោះពណ៌រៀងផ្ទៃមេឃបាទផ្លេកគេហៅកាប់ស្តាំងណាបាទលឿនមែនតើបាទលឿនពីរនេះគឺលឿនណាស់បាទអូល្អណាស់ណែព្រំសុកគាត់នាំមុខគាត់នាំមុខច្រើនបាទតែនារីឧត្តមតហើយនារីឧត្តមយ៉ាងម៉េចបាទតន់ឬមិនតន់ខ្ញុំស្រុកសេនាមិនតន់នេះមិនได้ចូលអត់តន់ទេមិនតន់ទេបាទគឺភ្នំស្រុកសេនាធិបតីបារមីតេជោខេត្តទឹកខាងក្រៅដែលទទួលជ័យជំនះបាទអរគុណណាស់បាទទូកនេះគឺទទួលបានការពីឧបត្ថម្ភពីឯកឧត្តមហែមសវ័តនិងលោកជំទាវ